ơn ê chạp thôm đang nấuปูchăm chạp thôm áปูchăm nhằm bài sẵn sẵn nóปูchăm កំពុងតែធ្វើការហត់ផងបងប្អូនអើយមានអីស្រីស្អាតពីរអ្នកមករំឲ្យមើលស្រាប់តែមានកម្លាំងព្រឹសតែម្ដងធ្វើការលេងហត់បដ ாய் តែប៉ុណ្ណេះបងប្អូនអើយស្រួលដែរហ្នឹងកំពុងតែធ្វើការហត់ចាគេមករំឲ្យមើលគឺថារំឡើងជូតតែម្ដងមកបងប្អូនទាំងពីរនេះហើយក្បាច់គេរឿងស្អីអញញ៉ៃចាក់ចុះចាក់ឡើងដូចអ្នកដងដល់កបងប្អូនហើយសម្រាប់ការងារខ្ញុំថ្ងៃហ្នឹងដែរគឺខ្ញុំបានរួមការងារជាមួយនឹងបង្ខំថតរូបចឹងណាហើយបង្ខំឃើញកាមេរ៉ាគឺថាអៀនមែនតើពេលដែលគាត់ថតឲ្យគេអត់អៀនទេពេលដែលគេថតគាត់គឺថាគាត់អៀនមុតចុះមុតឡើងមុតចុះមុតឡើងហើយបន្តិចទៅខ្វែលមេខ្ញុំបងម៉ានីគឺយើងហ្នឹងហើយគាត់ទៅខ្វែលហើយគាត់នាំបងម៉ានីទៅអង្គុយផឹកចឹងណាឲ្យកូនចៅអ្នកធ្វើការចឹងហើយសម្រាប់រោងការខ្ញុំថ្ងៃនេះគឺជារោងគុនពៅឯងបងប្អូនអើយរោងចុងក្រោយអើយណាស៊ីណាអត់ទេម្ដងនេះលិតអំបិលលិតខ្លាញ់ខ្លះទៅហើយនេះបង្ខំនាំមេខ្ញុំទៅអង្គុយផឹកបាត់ហើយខ្ញុំអង្គុយធ្វើខ្ញុំធ្វើការហ្នឹងវាយកណាត់វាយអីម្នាក់ឯងតទៅហើយបងប្អូនហើយទៅពេលហើយគាត់ឡើងមកជួយដុតផ្កាដុតអីកូនចៅគាត់វិញចឹងណាហើយមកដល់វគ្គនេះគឺបង្ខំឡើងអៀនហើយក៏កលេចឃើញកាមេរ៉ាគាត់ freestyle យកមកតែម្ដងហើយគាត់ចាក់តុងយកចាក់យកងាកមើលមុខកូនចៅហើយគាត់ធ្វើការបន្តទៀតចឹងណាគាត់ខ្លាចកូនចៅស្ដីឲ្យចឹងណានិយាយលេងបងប្អូនអើយឃើញតែគាត់រំសប្បាយអញ្ចឹងទេប៉ុន្តែការងារគាត់គឺម៉ត់ចត់ណាគាត់អត់ចោលការងារទេគាត់ចាក់ផ្កានឹងតទៅហើយអញ្ចឹងណាហើយបើសិនជាបងប្អូនស្រឡាញ់ពីការងារគាត់ហើយបងប្អូនខ្លះប្រហែលជាស្គាល់គាត់ហើយគឺជាងខំថតរូបយើងហ្នឹងនៅខ្នល់បត់យើងហ្នឹងហើយបើសិនជាបងប្អូនចង់ដឹងចង់ស្គាល់អីបន្ថែមទៀតតាក់តងមកតាមเพจខ្ញុំហ្នឹងមកចាំខ្ញុំតម្លាក់ទីតាំង location អូយហើយនេះការងារខ្ញុំគឺជិតដល់វគ្គបញ្ចប់ហើយគឺខ្ញុំបានកឹបកណាត់កឹបអីហើយអស់ហើយចាប់ម៉ូតចាប់អីហើយអស់ហើយហើយដល់ពេលហើយបងគាត់មកអង្គុយបិទឈ្មោះកូនរបស់កូនមុំអញ្ចឹងណាគឺ fan ខ្ញុំមកអង្គុយមើលបងខ្ញុំបិទឈ្មោះកូនរបស់កូនមុំនេះគេថាអូពូអាហ្នឹងស្អីគេអាហ្នឹងស្អីគេដូចតែខ្ញុំនៅទូចអញ្ចឹងខ្ញុំអង្គុយឆ្ងល់ដូចមេអស់ហ្នឹងដែរអញ្ចឹងណាហើយដល់ពេលដល់វគ្គបញ្ចប់គឺមេខ្ញុំហើយនឹងបងក្រឹមអីហ្នឹងគាត់មកបង្ហើយការងារគាត់ចុងក្រោយគឺលក់យកតែម្ដងគាត់មកលាអ្នកភូមិនៅជ្រុកហ្នឹងអញ្ចឹងណាពីលេងជ្រុកមកបងប្អូនអើយគិតទៅអ្នកកពតនិយាយចេញមកអត់ច្រឡំគេមែនណាហើយកាត់ពីវគ្គគាត់លាអ្នកភូមិហើយគឺខ្ញុំដល់វគ្គខ្ញុំកំសត់ម្ដងហើយគឺម៉ូតូជាប់ផុងអញ្ចឹងណាព្រលឹមឡើងជិះនឹងចិត្តដល់រោងការហ្នឹងមិនទាន់បានហូបអីមួយម៉ាត់ចេះតែម៉ូតូជាប់ផុងហើយណាតប៉ែហ្មងហើយខ្ញុំក៏ទៅហៅអត្រាក់គេយកមកទាញម៉ូតូឡើងពីជាប់ផុងហ្នឹងឥឡូវនេះខ្ញុំបានមកដល់រោងការដោយជោគជ័យហើយមកជួបមុខអូននេះវិញគឺថាខ្ជូតមែនតើលែងមានអារម្មណ៍ខឹងឬមានអារម្មណ៍អីទៀតគឺអារម្មណ៍ស្រស់ស្រាយមែនតើពេលឃើញមុខអូននេះមកគឺឡើងខ្ជូតតែម្ដងបាទជូតណាហើយកាត់ចូលមកដល់វគ្គយើងវិញគឺម៉ោង8ជាងហើយតាមបានរៀបចំកម្មវិធីឯងដោយសារតែអ្នកផ្ទះគាត់រៀងរវល់ដែរអញ្ចឹងណាអញ្ចឹងទៅធ្វើនោះបន្តិចធ្វើងាយហើយអញ្ចឹងទៅរៀងយូរសូមអធិស្ឋានផងហើយនេះខ្ញុំចាប់ផ្ដើមស្រែកថតស្រែកអីអញ្ចឹងណាឡើងឈរថតលើកៅអីតែម្ដងបាទយើងឲ្យរៀងចាស់រៀងសង្ហាបន្តិចអញ្ចឹងណាមើលបងប្អូនមើលរៀងសង្ហាដែរអត់បើថាអត់សង្ហាទៀតចប់បាត់ហើយខំឡើងជះរៀងនៅលើកៅអីប៉ុណ្ណឹងហើយបងប្អូនមើលទឹកមុខទៅដឹងហើយគឺថាហេវបាយខ្លាំងមែនតើបាទម៉ោង9ជាងហើយអត់តាន់ចប់ទេហើយនេះចាប់ផ្ដើមពាក់អញ្ជើញឲ្យកូនកន្លោះកូនកំមុំយើងហើយកូនឡោះកូនមុំយើងគឺខ្ជូតខ្លាំងមែនតើបាទគឺគាត់សមគ្នាមែនតើហើយគាត់ថាឆ្នាំក្រោយនឹងយកជាងឯងថតទៀតហើយបើមិនយកថតមិនបើតសើមហ្នឹងហ្នឹងអត់យកថតទៀតចប់បាត់ហើយហើយនេះគេចាប់ដើមពាក់អញ្ជៀនគេចាប់ដើមថើបដៃថើបអីគ្នាអញ្ចឹងណាហ៊ានទៅពេលអ្នកថតវិញគឺថាចំណែនខ្លាំងមែនតើបងប្អូនទាំងអស់គ្នាបាទធំឆែកឲ្យគេថើបដៃថើបអីអញ្ចឹងតែជាងថតគ្មានសិតថើបទេចាប់បាត់ហើយដឹងកាលបានថើបដៃគេដែរបងប្អូនអើយហើយចាស់អ្នកមើលវីដេអូហ្នឹងកាលបានមានអ្នកថើបដៃគេដែរសម្រាប់ជាងថតវិញគឺអត់តាន់មានទេហើយសង្ឃឹមថាអ្នកមើលវីដេអូហ្នឹងហើយដឹងលួយញ៉ាំអ្នកឯងអញ្ចឹងណាពេលដែលស្ដាប់ជាងថតនិយាយហើយអញ្ចឹងណាស្ដាប់ទៅដល់មានការក្តុកក្តួលនៅក្នុងចិត្តមានអារម្មណ៍ថាខ្លាញ់ជាងថតនឹងខ្លាំងមែនតើបាទនិយាយច្រើនជុំយ៉ាក់និយាយអត់ចេះធុញគាត់ទៅនិយាយលេងឯងបងអូនអើយសង្ឃឹមថាបងអូនទាំងអស់គ្នាមិនប្រកាន់ជាងថតដោយសារកំសត់ម្នាក់នេះអញ្ចឹងទៅចាស់ណាហើយនេះខ្ញុំកំពុងរៀបចំថតម៉ូដថតអីអញ្ចឹងណាគឺដល់វគ្គបញ្ចប់ហើយដោយសារអីពេលដែលផាត់មុខហើយហ្នឹងគឺអត់តបានថតម៉ូដភ្លាមទេលោកគ្រូចាគាត់ចាប់ដើមរៀបចំកម្មវិធីយកតែម្ដងអញ្ចឹងទៅខ្ញុំចាំដល់ពេលធ្វើកម្មវិធីហើយបាទខ្ញុំថតម៉ូដយកអញ្ចឹងណាហ
ហើយនេះគឺដល់វគ្គបញ្ចប់ហើយហើយគឺមកមើលមុខកូននេះវិញគឺខ្ជូតមែនតើបងប្អូនអរគ្នាខ្ញុំមានអារម្មណ៍ថាចូលចិត្តកូននឹងខ្លាំងមែនតើហើយមើលគាត់រំឡើងខ្ជូតមកដូចជាបង